ស្ដីរុនស្ដីបងប្អូននេះទឹកជាតិទៅស្រោចតំណាំកូននងដែលយកមកជុះអាមុនម្ដងពីដើមនឹងងាប់ដោយសារសត្វខ្យងយ៉ាងไรញ៉ាំមើលកូនខ្ទមអញ្ចឹងទៀបកញិចញិចខ្ញុំដើរទៅក្បាលខ្ញុំទង់1.65 ម៉ែត្រទេពេលអញ្ចឹងធ្វើម៉េចហើយកន្លែងដាំកូននងនឹងម្ដងជា2 ដងហើយដេកគុណមិនតែដេកគុណណាដេកគុណគឺអស់លោកខ្យងជាធំទៅហើយខ្ញុំក៏ចាត់គាត់បានខ្លះដែរនេះសមោលនេះតន់អស់ស្លាកស្នាមគ្នាគាត់ជុំយ៉ាស្រក់ញើសលើទូរស័ព្ទចាប់ញើសច្រើនអញ្ចឹងឥឡូវអត់បានទេត្រូវក្តៅយូរអត់បានទេខ្ញុំញ៉ាំសូចហើយខ្ញុំយកអីការពារទាំងក្តៅទាំងលោកធំខ្យងណាបាទបាននេះស្លោកណាមើលជាក់ស្ដែងមិនខុសត្រូវ1 នាទី 2 នាទីស្លោកយកមកឥឡូវខ្ញុំនេះខ្ញុំស្រឡាញ់ខ្ញុំរបស់តូចតាចតូចដែរនេះវាយប្រហែលមួយឆ្អាមខ្ញុំប្រើសម្រាប់សង្ក្រានអីចូលឆ្នាំមិនគេឯងប៉ុន្តែគាត់ទិញមកហើយទុកចោលជារវល់ខាងនេះឥឡូវមានឆ្នៃយកមកក្របឃើញលោតទុបមួយលោកធំខ្យងបានខ្លះណាបាទហើយការពារកម្ដៅផងដែរចឹងទេសង្ឃឹមថាបានផលល្អទៅចុះបាទអញ្ចឹងយកដុំថ្មធំតិចស្កត់ការពារកម្ដៅតែបើឆ្កែរត់បុកចប់បដ ாய் មិនអស់ចាសបោសបាយជាងឯងអត់ទេហើយចាំមើលរៀងធំរៀងត្រូវគាត់មានកម្លាំងបាន 4 ថ្ងៃឯងចាំប្រឡែងក៏រៀងទុកចិត្តណាគេលើគាត់ចាស់រឹងដើមបន្តិចអាសត្វចងជាងរៃវាលែងញ៉ាំដែរអីតទៀតបាទចឹងញើសដល់ហើយញើសលេងតំណក់ប៉ុណ្ណានៃស្រក់មកបាទជាប់គ្នានឹងចង់អស់ពេលវេលាឲ្យពោតប្រាំងពីដើមក្បែរគ្នាហ្នឹងបាទហើយមើលមយល់ទេមិនតរៀបចំហើយអានេះគាត់ចេញផ្លែផ្កាក្រាប់អីតិចបដានៅនងសាយនងមូងនងមិននងជ្រុងនងអីទេបាទជាដាំលេងហើយអស់លោកខាងនេះគាត់នៅក៏ពេចពុកតូចតែសិតនៅនងឯដែរហ្នឹងសរុបបានផែ14 15 ដើមណាបាទគាត់ជាខំប្រឹងតដរស់ទៅមិនដឹងទៅខាងណាអីខ្លះមានតបែកមានដងមានអីចឹងអីចាស់ទៀតណាខ្លាចមកស្រក់ទឹកលើទូរស័ព្ទនេះខ្លាចខ្ទង់មួយឆ្អាមខ្ញុំណាតូចបាទឥឡូវតោះយើងសល់2យើងយកដាក់តាំងដាក់អីលេងចាព្រោះអីខាងរត់មកយកទៅជួយក្រងជួយក្របការពារហេះបានទេតែប្រហែលគឺចប់ងាប់ទៀតហើយបើលេងគាត់ឲ្យមេរៀនឲ្យខ្ញុំមានការបងខាត់ញឹកពេកធ្វើម៉េចខ្ញុំអង្គុយយកកូនអនុផ្សេងមកជួសគាត់រហូតមកចោតបាទតែមើលផ្សារលេងច្រឡំតែមើលការមកដកបន្តិចបិទទូរស័ព្ទធ្វើការអីផ្សេងរៀងខ្លួនទៀតអានេះដាំមុនគ្នាយូរដែរហើយមិនបានបែកមិនបានថែមដីថែមជីអីសូវល្អទេបាទចឹងអាក្រោយនេះយើងគ្រាន់បើប៉ុន្តែអត់ដឹងគ្រាន់បើយូរដែរអត់តិចទៀតត្រូវរៀបរយកាយចេញខ្លះកែនៅតែជាប់លបងខ្លះព្រោះតិចទៀតគេចាស់ដីជាប់ព្រំខាងកើតគេរៀបរយធ្វើលបងឲ្យល្អអញ្ចឹងទៅលបងខ្ញុំធ្វើមុនឲ្យតែរួចពីដៃមិនសូវតែនងវាកោអញ្ចឹងខ្លះរើឬក៏តម្រង់ឬក៏ស្អីអញ្ចឹងណាជាក់ស្ដែងតាមណាក៏អីព្រោះលក្ខណៈតាមប្រតិច្បាប់ក៏ដូចជាជាស្រ័យល្អយកគ្នាទៅវិញទៅមកវាជាអ្នកចិត្តខាងល្អអញ្ចឹងបាទអូដែរស្វាយខ្ញុំអ្នកចេះតើមានត្រួយលូតលាស់ដកពោះបដើបាទហើយកូនតាពាំងទឹកខ្ញុំក៏នឹងបានទឹកដកតិចដែរបាទទឹកដកតិចដែរមើលទឹកដកតិចសិនទឹកដកហ្នឹងបានជម្រៅផាយ2 3ឆ្អាមដែរខ្ញុំជីកវាអត់ស្មើទេអាចជ្រើនៅក្រោមនោះមួយកលុកបន្តិចចឹងទៅលើហ្នឹងវារៀងរីកធំអញ្ចឹងណាវាមិនធំណាធំជាងគេបែកខាងលើហ្នឹងវាចូលប្រហែលជា
ចិត្ត2 ម៉ែត្រ 4 ជ្រុងបាទប៉ុណ្ណឹងចឹងកលុកទឹកនេះបើវាយយកស្មើប្រហែលជាបានប៉ុនពីងមួយទេមួយកលុកទឹកបានប៉ុណ្ណឹងពីងមកម៉មណាបាទប្រហែលជាប៉ុណ្ណឹងចឹងបើមានទឹកមកច្រើនបន្ថែមទៀតព្រោះខែហ្នឹងមានរៀងយឺតទឹកមករៀងតិចដែរណារដូវវស្សាឆ្នាំហ្នឹងតែប្រហែលប្រហែលគីឡូតិចទៀតទៅមកខ្លាំងអញ្ចឹងតើខ្ញុំត្រៀមរៀបរយខ្ញុំតែរៀបចំធ្វើកវ៉ាត់លេងពត់ជុំវិញឲ្យហើយកវ៉ាត់ផាច់ខ្ទង់ចិត្ត4 ម៉ែត្រកន្លះ 4 ជ្រុងណាអរគុណច្រើនបងប្អូនសុខសប្បាយសំណាងល្អអស់គ្នាការណនូអើយការណនូបាទតាមស្រួលណាឲ្យបានទីចម្រើនកូនចៅផ្លែផ្កាឲ្យផលដល់ខ្ញុំបានច្រើនផងណា